សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជារូបភាពដែលថតចេញពីចំការតរ៉េនរបស់ខ្ញុំបាទហើយតរ៉េននេះគឺយើងលមងនឹងដល់ពេលវេលាដែលត្រូវធ្វើ stress ទឹកហើយក៏យើងបាញ់បើកភ្នែកតាមពុះមេឃខាងក្រោមដែរហើយឃើញថាគុណភាពស្លឹកនិងដើមវាមានសុខភាពគ្រប់គ្រាន់ដោយសារយើងបាញ់បញ្ចូលអាហារបំពន់និងអាហារធម្មពលបានគ្រប់គ្រាន់ទៅឲ្យវាអញ្ចឹងស្លឹកវាមើលទៅវាមានសភាពល្អគ្រប់គ្រាន់ខ្មៅរលោងហើយនេះជាវីដេអូបន្តិចបន្តួចអំពីការផលិតទុរេនតាំងពីចាប់ផ្ដើមដាំរហូតដល់ទុរេនចាប់ផ្ដើមយើងអាចយកផ្លែបានណាហើយក៏មិនមែនជាអ្នកបច្ចេកទេសអីខ្លាំងឬក៏គ្រូកសិកម្មទេគ្រាន់តែថាយើងមានបទពិសោធន៍បន្តិចបន្តួចនៅក្នុងការផលិតផ្លែទុរេននិងផលិតស្លឹកទុរេនឲ្យបានល្អឬក៏ត្រឹមត្រូវទៅតាមបច្ចេកទេសឬក៏បទពិសោធន៍ដែលយើងធ្លាប់ធ្វើណាហើយឃើញថាទុរេននេះវាមានសុខភាពល្អនឹងដល់ពេលវេលាដែលយើងត្រូវយកផ្លែផ្កាហើយការបញ្ចូលអាហារឬក៏ធម្មពលអាហារប៉នឲ្យបានគ្រប់គ្រាន់ស្លឹកក៏ឃើញថាវាល្អ98%ទៅហើយអញ្ចឹងជាពេលវេលាមួយដែលយើងត្រូវដល់ពេលវេលាសម្រាប់ផលិតផ្កាទុរេនដែលជាទុរេនដល់វគ្គទុរេនណាហើយក៏អរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណ